តើអ្នកធ្លាប់មានអារម្មណ៍ថាកន្លែងដែលអ្នកកំពុងរស់នៅសពថ្ងៃមិនមែនជាផ្ទះពិតប្រាកដរបស់អ្នកទេចុះយ៉ាងណាវិញបើការចងចាំរបស់អ្នកគឺជារបស់នរណាម្នាក់ផ្សេងទៀតកាលពីរាប់ពាន់ឆ្នាំមុនរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានចាប់ផ្ដើមនៅឆ្នាំ1904ក្នុងទីក្រុងឡុងប្រទេសអង់គ្លេសក្មេងស្រីតូច Dorothy ដែលមានអាយុទើបតែ3ឆ្នាំបានជួបគ្រោះថ្នាក់ធ្លាក់ពីលើជណ្ដើរយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្ទះគ្រូពេទ្យបានមកដល់និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ប៉ុន្តែលទ្ធផលគឺគួរឲ្យសោកសៅបំផុតគ្រូពេទ្យបានបញ្ជាក់ថាក្មេងតូចនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយអ្នកផ្ទះទាំងមូលលិចលង់ក្នុងភាពសោកសៅនិងទឹកភ្នែកប៉ុន្តែអភូតហេតុបានកើតឡើង1 ម៉ោងក្រោយមកនៅពេលគ្រូពេទ្យត្រឡប់មកវិញដើម្បីរៀបចំសាកសពស្រាប់តែឃើញក្មេងតូចកំពុងអង្គុយលេងនៅលើគ្រែយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះការរស់ឡើងវិញនេះគួរតែជារឿងសប្បាយរីករាយប៉ុន្តែវាคล้ายជាសុបិនអាក្រក់អត្តចរិតរបស់ក្មេងតូចបានផ្លាស់ប្ដូរទាំងស្រុងក្មេងតូចតែងតែយំសុំឲ្យឪពុកម្ដាយជូនត្រឡប់ទៅផ្ទះវិញទាំងដែលកំពុងតែនៅក្នុងផ្ទះស្រាប់តើនេះជាផលប៉ះពាល់នៃការប៉ះទង្គិចក្បាលឬជាការបើកទ្វារទៅកាន់ការចងចាំពីអតីតជាតិក្មេងស្រីតែងតែរៀបរាប់ប្រាប់ថាផ្ទះពិតប្រាកដមានសសរធំធំខ្ពស់ខ្ពស់និងមានសួនច្បារដ៏ស្រស់ស្អាតដែលគ្មាននរណាម្នាក់យល់ពីអត្ថន័យរហូតដល់ឆ្នាំ1908ក្មេងស្រីមានអាយុ4ឆ្នាំឪពុកម្ដាយបាននាំទៅលេងសារមន្ទីរអង់គ្លេសពេលដើរទៅដល់ផ្នែកតាំងបង្ហាញវត្ថុបុរាណអេស៊ីបក្មេងតូចស្រាប់តែមានប្រតិកម្មយ៉ាងចម្លែកដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្មេងស្រីបានរត់យ៉ាងលឿនសំដៅទៅរកពពួកបដិមាថ្មបុរាណទាំងនោះក្មេងតូចបានលុតជង្គង់ចុះហើយចាប់ផ្ដើមថើបប្រអប់ជើងរបស់រូបសំណាកទាំងនោះដោយក្តីគោរពនិងស្រឡាញ់ពេញបេះដូងដូចជាបានជួបសាច់ញាតិដែលបែកគ្នាជាយូរមកហើយក្មេងតូចបានទៅអង្គុយជិតទូកញ្ចក់ដាក់សាកសពម៉ាមីហើយប្រាប់ម្ដាយដោយសំឡេងរឹងមាំថាទុកខ្ញុំនៅទីនេះចុះនេះទើបជាប្រជាជនរបស់ខ្ញុំការចងចាំដ៏ជ្រៅមួយបានភ្ញាក់ឡើងនៅក្នុងខួរក្បាលក្មេងស្រីតូចនេះមិនយូរប៉ុន្មានក្មេងតូចបានឃើញរូបថតនៃប្រាសាទបុរាណសេទីទី1នៅក្នុងទស្សនាវដ្តីក្មេងស្រីបានស្រែកយ៉ាងរំភើបថានេះហើយជាផ្ទះរបស់ខ្ញុំប៉ុន្តែភ្លាមនោះក៏បានសួរសំណួរមួយដែលធ្វើឲ្យអ្នកប្រវត្តិសាស្ត្រគិតមិនដល់ក្មេងស្រីសួរថាតើដើមឈើទៅណាអស់ហើយតើសួនច្បារនៅឯណានៅពេលនោះអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកជឿជាក់ថាប្រាសាទនោះគ្មានសួនច្បារទេព្រោះវាសាងសង់លើដីខ្សាច់សូមចងចាំចំណុចនេះព្រោះវានឹងក្លាយជារឿងដ៏សំខាន់ចំណង់ចំណូលចិត្តនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញអេស៊ីបម្នាក់ដែលបានស្ម័គ្រចិត្តបង្រៀនពីអក្សររូបបុរាណប៉ុន្តែយុវតីរូបនេះប្រាប់គាត់ថាមិនមែនកំពុងរៀនទេគ្រាន់តែរំលឹកអក្សរដែលធ្លាប់ចេះតែប៉ុណ្ណោះនៅពេលចូលដល់វ័យជំទង់រឿងរ៉ាវកាន់តែមានភាពអាថ៌កំបាំងនិងគួរឲ្យខ្លាចយុវតីចាប់ផ្ដើមយល់សប្តិអាក្រក់និងមានសភាពដូចជាត្រូវខ្មោចចូលនៅពេលយប់ដោយភ្ញាក់ឡើងទាំងមិនដឹងខ្លួនយុវតីអះអាងថាមានវិញ្ញាណបុរាណមួយឈ្មោះហោរាបានមកសឹកប្រាប់រាល់យប់ក្នុងស្ថានភាពមិនដឹងខ្លួនបានសរសេរអក្សររូបបុរាណអេស៊ីបអស់ជាង7ទំព័រនៅក្នុងទីងងឹតតើខួរក្បាលមនុស្ស
អាចចងចាំភាសាដែលស្លាប់រាប់ពាន់ឆ្នាំបានដោយរបៀបណានៅពេលបកប្រែអត្ថបទទាំងនោះចេញមកវាមិនមែនជារឿងប្រឌិតទេប៉ុន្តែវាគឺជាជីវប្រវត្តិពិតនៅក្នុងជាតិមុនតាមរយៈកំណត់ហេតុនេះជាតិមុនមានឈ្មោះ Ben Treshit ដែលមានន័យថាពិននៃក្តីអំណរគឺជាក្មេងកំព្រាដែលត្រូវបានគេយកមកចិញ្ចឹមនៅក្នុងប្រាសាទដ៏ពិសិដ្ឋមួយក្នុងទីក្រុងអាប៊ីដូសប្រទេសអ៊ីជីបពេលធំឡើងបានស្បត់សច្ចាធ្វើជាប៊ូជីចាព្រហ្មចារីដោយត្រូវលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីបម្រើព្រះជីវិតស្ងប់ស្ងាត់ណាស់រហូតដល់ថ្ងៃមួយដែលជោគវាសនាត្រូវផ្លាស់ប្ដូរជារៀងរហូតថ្ងៃមួយផារ៉ាអុងដ៏មានអំណាចសេទីទី1បានយាងមកកំសាន្តនៅសួនច្បារប្រាសាទគ្រាន់តែជួបគ្នាភ្លាមអ្នកទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងជ្រៅដែលជាស្នេហាត្រូវហាមឃាត់ដាច់ខាតដោយច្បាប់សាសនាការលួចលាក់មានទំនាក់ទំនងស្នេហានេះគឺជាកំហុសធំបំផុតដែលអាចមានទោសដល់ជីវិតការចងចាំដ៏ឈឺចាប់នេះជាមូលហេតុដែលធ្វើឲ្យមានអារម្មណ៍ឯកោនិងភ័យខ្លាចក្នុងជីវិតបច្ចុប្បន្នរឿងរ៉ាវឈានដល់ចំណុចកំពូលនៅពេលដឹងថាមានផ្ទៃពោះដឹងច្បាស់ថាបើរឿងនេះបែកធ្លាយវានឹងបំផ្លាញកេរ្តិ៍ឈ្មោះផារ៉ាអុងហើយក៏ត្រូវទទួលទោសប្រហារជីវិតយ៉ាងអាម៉ាស់មហាបូជាចារ្យបានចាប់ខ្លួននិងបង្ខំឲ្យប្រាប់ឈ្មោះឪពុករបស់ក្មេងក្នុងផ្ទៃប៉ុន្តែដើម្បីការពារបុរសដែលជាទីស្រឡាញ់សុខចិត្តរក្សាភាពស្ងៀមស្ងាត់និងទទួលយកការឈឺចាប់ជាជាងផ្ដាល់ចម្លើយនិងនាំការអន្តរាយដល់ផារ៉ាអុងនារីម្នាក់នេះបានសម្រេចចិត្តជ្រើសរើសផ្លូវដ៏សែនឈឺចាប់បំផុតគឺការធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងដោយលះបង់អ្វីគ្រប់យ៉ាងដើម្បីស្នេហាមួយនេះនៅពេលដែលបានអាននិងដឹងពីរឿងនេះទើបយល់ច្បាស់ពីមូលហេតុដែលតែងតែចង់ត្រឡប់ទៅស្រុកអេស៊ីបព្រលឹងបានរសាត់អណ្ដែតរាប់ពាន់ឆ្នាំដើម្បីរង់ចាំថ្ងៃត្រឡប់ទៅរកសង្សារកំសត់វិញទីបំផុតនៅឆ្នាំ1931ក្នុងវ័យ27ឆ្នាំក្តីសង្ឃឹមបានលេចឡើងដោយបានធ្វើដំណើរតាមកប៉ាល់ឆ្ពោះទៅកាន់ប្រទេសអេស៊ីបនិងបានរៀបការជាមួយបុរសជនជាតិអេស៊ីបម្នាក់ហើយចាប់ផ្ដើមជីវិតថ្មីនៅទីនោះបានសម្រាលកូនប្រុសម្នាក់ហើយដើម្បីជាការចងចាំដល់អតីតកាលបានដាក់ឈ្មោះកូននោះថាសេដ្ឋីយោងតាមប្រពៃណីអេស៊ីបត្រូវបានគេហៅថា OMM សេដ្ឋីដែលមានន័យថាម្ដាយរបស់សេដ្ឋីប៉ុន្តែអាពាហ៍ពិពាហ៍នេះមិនអាចគង់វង្សបានយូរឡើយតើមនុស្សប្រុសធម្មតាអាចរស់នៅជាមួយប្រពន្ធដែលបេះដូងនៅតែស្មោះស្ម័គ្រនិងប្រលឹងផារ៉ាអុងដែលស្លាប់រាប់ពាន់ឆ្នាំមុនបានដោយរបៀបណាក្រោយពីលែងលះគ្នា OM សេដ្ឋីបានផ្លាស់ទៅរស់នៅក្បែរប្រាសាទអាបេដូសដោយបានចូលធ្វើការជាមួយនាយកដ្ឋានបុរាណវិទ្យាអ្នកភូមិនិងអ្នកវិទ្យាសាស្ត្រភាគច្រើនគិតថាគ្រាន់តែជាស្ត្រីចំណាស់ដែលវង្វេងស្មារតីប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកបុរាណវិទ្យាម្នាក់ចង់សាកល្បងសមត្ថភាពគាត់បាននាំចូលទៅក្នុងប្រាសាទដ៏ងងឹតស្លាប់នៅពេលយប់ដោយមិនឲ្យកាន់ពិលឬមើលផែនទីអ្វីទាំងអស់ដើម្បីរកការពិតនេះគឺជាចំណុចដែលវិទ្យាសាស្ត្រទាល់គំនិតក្នុងភាពងងឹតទាំងស្រុងអាចដើរស្វែងរកគំនូរនិងចម្លាក់រាល់កន្លែងនៅក្នុងប្រាសាទបានយ៉ាងត្រឹមត្រូវដោយមិនតាក់ជើងឬដើរបុកជញ្ជាំងម្ដងណាឡើយមិនត្រឹមតែប៉ុណ្ណោះតើអ្នកចាំរឿងសួនច្បារដែលសួររកកាលពីក្មេងបានទេបានចង្អុលប្រាប់អ្នកបុរាណវិទ្យាឲ្យជីកដីខ្សាច់នៅទីតាំងមួយដែលគ្រប់គ្នាគិតថាគ្មានអ្វីសោះពេលដែលក្រុមការងារជីកចុះទៅពួកគេពិតជាបានរកឃើញឫសដើមឈើបុរាណនិងប្រព័ន្ធទឹកសួនច្បារមែនវាស្ថិតនៅចំកន្លែងដែលប្រាប់យ៉ាងពិតប្រាកដ
តើចំណេះដឹងនេះបានមកពីណាក្រោយមកបានប្រាប់ឲ្យជីកនៅក្រោមផ្នែកខាងជើងនៃប្រាសាទដោយបញ្ជាក់ថាមានផ្លូវរួមក្រោមដីសម្ងាត់មួយអ្នកវិទ្យាសាស្ត្រគិតថាឆ្កួតប៉ុន្តែពួកគេក៏សាកជីកតាមការណែនាំលទ្ធផលគឺគួរឲ្យព្រឺសម្បុរពួកគេពិតជាបានរកឃើញផ្លូវរួមសម្ងាត់នោះមែនចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់ហ៊ានសើចចំអកឬសង្ស័យពីសមត្ថភាពនិងការចងចាំអតីតជាតិទៀតទេអ៊ំមីសេតីបានចំណាយពេលពេញមួយជីវិតរស់នៅយ៉ាងស្ងប់ស្ងាត់ក្បែរប្រាសាទដែលស្រឡាញ់ក្នុងនាមជាអ្នកថែរក្សានិងជាទីប្រឹក្សាដ៏ល្បីល្បាញប្រចាំតំបន់រហូតដល់ទទួលមរណភាពនៅឆ្នាំ1981អ្នកប្រាជ្ញមួយចំនួននៅតែមិនជឿប៉ុន្តែភ័ស្តុតាងដែលបានបន្សល់ទុកគឺមិនអាចប្រកែកបានឡើយចុះអ្នកវិញតើអ្នកគិតថាវាគ្រាន់តែជារឿងចៃដន្យឬក៏ការចាប់ជាតិពិតជាមានមែនសូមខមមិនប្រាប់ខាងក្រោម